សិក្សាពីអារម្មណ៍របស់ខ្លួនឯងការមិនអើពើនឹងអារម្មណ៍អវិជ្ជមានប្រៀបដូចជាការរក្សាសារធាតុពុលនៅក្នុងប្រព័ន្ធរាងកាយរបស់អ្នកដូច្នេះដែរចូលស្វែងយល់ពីគ្រប់យ៉ាងដែលអ្នកមានអារម្មណ៍គោលបំណងគឺមិនមែនចង់ជំរុញឲ្យកើតមាននូវអារម្មណ៍វិជ្ជមាននោះទេក៏ប៉ុន្តែគឺដើម្បីបំលែងគំនិតអវិជ្ជមានទាំងនោះឲ្យទៅជាអ្វីម្យ៉ាងដែលផ្ដល់នូវសុខុមាលភាពប្រសើរជាងមុនជំនួសវិញដូច្នេះអ្នកនឹងអាចមានអារម្មណ៍ល្អប្រសើរបានជាក់ជាពុំខានគំនិតដ៏មានសារៈសំខាន់និងខ្លាំងក្លារបស់យើងគឺមានឥទ្ធិពលយ៉ាងខ្លាំងទៅលើផ្លូវអារម្មណ៍របស់យើងដោយសារតែពួកវាគឺជាសារធាតុផ្សំដ៏សំខាន់ទៅលើរបៀបដែលបញ្ហាដែលយើងភាគច្រើនមាននៅពេលដែលយើងព្យាយាមប្រែក្លាយជាអ្នកគិតម្នាក់វិញនោះគឺការដែលយើងមិនអើពើនឹងដំណើរការនៃការផ្លាស់ប្ដូរនោះឯងយើងសន្មតថាវាជាការប្រសើរជាងប្រសិនបើយើងលុបចោលនូវគំនិតអវិជ្ជមានព្យាយាមឲ្យអារម្មណ៍យើងស្ងប់និងបន្តដំណើរស្វែងរកគំនិតវិជ្ជមានបន្ថែមនោះការយល់ឃើញទាំងនេះច្រើនតែគ្មានប្រសិទ្ធភាពអ្វីឡើយនៅពេលដែលអារម្មណ៍ដ៏ពិតប្រាកដរបស់អ្នកបានណែនាំឬអះអាងផ្សេងក្រៅពីនេះអារម្មណ៍ដែលត្រូវបានទប់ពីខាងក្នុងអាចនឹងប្រែក្លាយជាធាតុពុលនៅក្នុងប្រព័ន្ធរាងកាយរបស់អ្នកនឹងអាចបង្កឲ្យមានផលប៉ះពាល់បន្តិចម្ដងនៅទីបំផុតបានប្រសិនបើការគិតដែលផ្ទុកនៅសារធាតុពុលជ្រៀតចូលជ្រៅទៅក្នុងចិត្តរបស់អ្នកហើយនោះវានឹងលេចឡើងមកវិញម្ដងទៀតនៅពេលណាដែលអ្នកជួបប្រទះនឹងស្ថានភាពស្រដៀងគ្នានេះនៅពេលអនាគតប្រការនេះមិនត្រឹមតែធ្វើឲ្យរំញ័រវិជ្ជមានរបស់អ្នកថយចុះប៉ុណ្ណោះទេប៉ុន្តែការប្រឹងបន្តនៅក្នុងលំនាំមួយនេះនឹងអាចបង្កនូវផលប៉ះពាល់ចំពោះសុខភាពផ្លូវចិត្តរបស់អ្នកនិងព្រមទាំងធ្វើឲ្យសុខភាពផ្លូវកាយរបស់អ្នកមានការធ្លាក់ចុះផងដែរអ្នកក៏អាចនឹងក្លាយជាសារធាតុបំពុលមួយចំពោះមនុស្សដែលស្ថិតនៅជុំវិញខ្លួនអ្នកផងដែរដោយការធ្វើខ្លួនអ្នកមានសភាពឯកានិងបន្ថែមនៅភាពទុក្ខសោកមកលើខ្លួនរបស់អ្នកជាបន្តបន្ទាប់ដូច្នេះហើយសូមកុំទប់ទល់នឹងអារម្មណ៍អវិជ្ជមានរបស់អ្នកអីជំនួសឲ្យបែបនេះចូលបំលែងពួកវាឲ្យប្រែក្លាយជាអារម្មណ៍វិជ្ជមានមួយជំនួសវិញដូចនេះអ្នកនឹងអាចលើកកម្ពស់ដល់រំញ័រវិជ្ជមានរបស់អ្នកដែលមិនត្រឹមតែពេលនេះតែប៉ុណ្ណោះទេប៉ុន្តែសម្រាប់គ្រប់គ្រងព្រឹត្តិការណ៍ទាំងអស់ដែលស្រដៀងគ្នានេះនាពេលអនាគតផងដែរការស្វែងយល់ពីអារម្មណ៍របស់ខ្លួននឹងអនុញ្ញាតឲ្យអ្នកផ្លាស់ប្ដូរពួកវាពីរំញ័រកម្រិតទាបឲ្យទៅជារំញ័រកម្រិតខ្ពស់ឡើងវិញមួយហើយមួយទៀតជាបន្តបន្ទាប់នេះហើយជាមូលហេតុដែលការពិចារណាមើលពីអារម្មណ៍របស់ខ្លួនមានសារៈសំខាន់ខ្លាំងក្នុងការអភិវឌ្ឍខ្លួនឯងឲ្យមានភាពរីកចម្រើននោះវិធីផ្លាស់ប្ដូរអារម្មណ៍អវិជ្ជមានឲ្យទៅជាវិជ្ជមានវិញ1កំណត់អត្តសញ្ញាណដើម្បីផ្លាស់ប្ដូរស្ថានភាពអារម្មណ៍របស់អ្នកត្រូវតែកំណត់អត្តសញ្ញាណនៃអារម្មណ៍ដែលអ្នកកំពុងមានជាមុនសិនទី2យកឈ្នះជំហានបន្ទាប់គឺត្រូវសួរខ្លួនឯងថាហេតុអ្វីបានជាអ្នកមានអារម្មណ៍ដូចដែលអ្នកកំពុងមាននាពេលនេះតើមានគំនិតណាខ្លះដែលអ្នកអាចចូលមកទទួលខុសត្រូវចំពោះរឿងនេះបាននៅក្នុងដំណាក់កាលនេះអ្នកបានចាប់ផ្ដើមសង្កេតមើលទៅលើគំនិតរបស់អ្នកដោយមនសិការរបស់អ្នកជំនឿជាច្រើនដែលយើងមានគឺពឹងផ្អែកទៅលើគំនិតបំភ្លៃហួសពីការពិតការយល់ខុសនិងគំនិតយោបល់ដែលត្រូវបានបន្ទុកមកលើយើងដោយបុគ្គលផ្សេងទៀតដូច្នេះហើយយើងអាចតស៊ូជាមួយនឹងគំនិតនិងការវិនិច្ឆ័យខុសៗទាំងអស់នេះនៅក្នុងចិត្តរបស់យើងបានយើងអាចវិភាគដំណើរការនៃការគិតរបស់យើងនិងផ្លាស់ប្ដូរលំនាំនៃការគិតអវិជ្ជមានរបស់យើងឲ្យកាន់តែប្រែក្លាយទៅជាគំនិតវិជ្ជមានវិញទៅតាមវិធីដែលសមហេតុសមផលឬសមស្របជំនួសវិញចូលចាប់ផ្ដើមតស៊ូជាមួយនឹងជំនឿដែលស្ថិតនៅពីក្រោយគំនិតរបស់អ្នកតាមរយៈការសួរសំណួរទៅលើភាពត្រឹមត្រូវរបស់វាការដាក់សំណួរមកកាន់ខ្លួនឯងអាចបង្ហាញពីកម្រិតនៃការគិតខុស
ការដាក់សំណួរមកកាន់ខ្លួនឯងអាចបង្ហាញពីកម្រិតនៃការគិតរបស់អ្នកដូចទៅនឹងអ្វីដែលពួកគេបានធ្វើចំពោះអ្នកសាកល្បងវាលមើលដូច្នេះការនាំយកនៅបទពិសោធន៍កាលពីអតីតកាលដែលមិនបានធ្វើឲ្យអ្នកសប្បាយចិត្តជាដើមរួចសួរសំណួរដោយផ្ទាល់មកកាន់ខ្លួនឯងដែលវានឹងជួយឲ្យអ្នកបានឈានចូលទៅកាន់ចំណុចស្នូលដ៏សំខាន់របស់បញ្ហាបានវាជារឿងសំខាន់ណាស់ក្នុងការដែលយល់ដឹងថាយើងបានបង្កើតនូវភាពសោកសៅផ្ទាល់ខ្លួនរបស់យើងដោយបានផ្សារភ្ជាប់នូវភាពសន្និដ្ឋានដ៏អវិជ្ជមាននានាទៅនឹងបទពិសោធន៍កាលពីអតីតកាលទាំងនេះនៅក្នុងចិត្តរបស់យើងដោយមិនបានដឹងខ្លួននោះពេលនេះយើងត្រូវតែប្រឈមនឹងការសន្និដ្ឋានខុសៗទាំងអស់នេះដែលយើងបានរក្សាពួកវាទុកជាមេរៀនកន្លងមកការបរាជ័យក្នុងការកែតម្រូវទៅលើមេរៀនអវិជ្ជមានទាំងអស់នោះគឺមានន័យថាពួកវាកំពុងត្រូវបានចាក់ផ្សាយឡើងវិញនៅក្នុងអនុសម្បញ្ញៈរបស់យើងដោយមិនដឹងខ្លួនហើយយូរទៅនៅពេលដែលមេរៀនទាំងអស់នេះត្រូវបានរំលឹកម្ដងហើយម្ដងទៀតនោះវានឹងអាចទាញទម្លាក់ចុះនឹងធ្វើឲ្យអ្នកមានការធ្លាក់ទឹកចិត្តជាគំហុកបានយ៉ាងប្រកបការយល់ដឹងជំហានមួយគឺសំដៅទាំងស្រុងទៅលើភាពរីកចម្រើនពេញចិត្តទៅលើអត្តសញ្ញាណកម្រិតជ្រាលជ្រៅមួយដែលស្ថិតនៅពីក្រោយអារម្មណ៍របស់អ្នកត្រូវចាប់អារម្មណ៍ទៅលើអត្ថន័យដែលជ្រាលជ្រៅទាំងនេះដែលស្ថិតនៅពីក្រោយផ្លូវអារម្មណ៍របស់អ្នកត្រូវចាប់អារម្មណ៍ទៅលើអត្តសញ្ញាណដែលជ្រាលជ្រៅជាងនេះដែលស្ថិតនៅពីក្រោយផ្លូវអារម្មណ៍របស់អ្នកវិញទើបត្រូវហើយត្រូវប្រើពួកវាមកធ្វើជាឱកាសដើម្បីកសាងភាពរីកចម្រើនដល់ខ្លួនឯងជំនួសវិញការជំនួសគំនិតដែលមិនបានផ្ដល់នៅអំណាចថាមពលទាំងនេះគឺគួរណាតែត្រូវបានជំនួសដោយគំនិតដែលពោពេញទៅដោយអំណាចថាមពលជំនួសវិញអ្នកត្រូវសួរខ្លួនឯងថាតើខ្ញុំអាចមើលឃើញឬក៏ធ្វើអ្វីឲ្យខុសប្លែកពីអ្នកដទៃបានយ៉ាងដូចម្តេចខ្លះដើម្បីជួយឲ្យខ្លួនឯងមានអារម្មណ៍ល្អប្រសើរនិងមានជីវិតកាន់តែប្រសើរឡើងបាននោះវាជារឿងចាំបាច់ណាស់នៅក្នុងការសម្ដែងនៅគំនិតដែលប្រកបដោយភាពបំផ្លិចបំផ្លាញឲ្យប្រែក្លាយជាបណ្ដាគំនិតទាំងឡាយដែលធ្វើឲ្យអ្នកមានអារម្មណ៍ល្អប្រសើរជាងមុនក្នុងពេលបច្ចុប្បន្ននេះវិញដើម្បីបន្ថែមខ្លឹមសារចូលទៅក្នុងគំនិតដែលផ្ដល់នូវកម្លាំងជំរុញចិត្តទាំងនេះបានចូលគិតត្រឡប់ទៅរកពេលវេលាដែលអ្នកមានអារម្មណ៍ទៅតាមរបៀបដែលអ្នកចង់បានចូលសាកស្រមៃមើលខ្លួនអ្នកកំពុងតែគ្រប់គ្រងអារម្មណ៍អ្នកកំពុងតែមាននៅក្នុងពេលនេះសម្រាប់ពេលអនាគតនៅពេលដែលអ្នកធ្វើបែបនេះនោះរំញ័ររបស់អ្នកមិនត្រឹមតែកើនឡើងប៉ុណ្ណោះទេប៉ុន្តែអ្នកក៏នឹងចាប់ផ្ដើមបង្កើតទំនាក់ទំនងដោយស្វ័យភាពជាមួយនឹងអារម្មណ៍ទាំងនោះផងដែលវានឹងអនុញ្ញាតឲ្យខួរក្បាលរបស់អ្នកអាចគ្រប់គ្រងចាត់ចែងវាសម្រាប់អ្នកដោយមិនចាំបាច់មានការខិតខំប្រឹងប្រែងអ្វីឡើយអ្នកអាចធ្វើវាបែបនេះម្ដងហើយម្ដងទៀតបាននៅរាល់ពេលដែលអ្នកពង្រីកនៅការស្រមើស្រមៃរបស់អ្នកឲ្យលាតសន្ធឹងខ្លាំងឡើងនឹងធ្វើឲ្យវាកាន់តែមានភាពពិតប្រាកដនៅក្នុងក្រសែភ្នែកបញ្ហារបស់អ្នកការធ្វើដដែលជារឿយជាគន្លឹះឆ្ពោះទៅរកចំណេះជំនាញប្រសិនបើអ្នកព្យាយាមហាត់សមម្ដងហើយម្ដងទៀតទៅលើស្ថានភាពដែលអ្នកកំពុងតែប្រឈមដោះស្រាយជាមួយនឹងអារម្មណ៍ទាំងនោះអ្នកនឹងដឹងច្បាស់ពីរបៀបគ្រប់គ្រងវានៅពេលដែលវាកើតឡើងមកលើជីវិតរបស់អ្នកនៅក្នុងពេលបន្ទាប់មិនខានរាល់វិនាទីទាំងអស់ដែលអ្នកបានចំណាយទៅលើការកាត់អំពីពេលវេលាបន្ទាប់នោះគឺមានន័យថាអ្នកកំពុងគេចវេះពីការទទួលស្គាល់បច្ចុប្បន្នភាពរបស់អ្នកហើយចូលធ្វើឲ្យប្រកាសចិត្តថាជីវិតរបស់អ្នកមិនមែនមានតែនៅក្នុងខួរក្បាលរបស់អ្នកតែមួយមុខគត់នោះទេជាមួយនឹងភាពជឿនលឿនជាសកលនៃបច្ចេកវិទ្យាសង្គមរបស់យើងកាន់តែចាប់អារម្មណ៍ទៅលើឧបករណ៍ទំនាក់ទំនងផ្ទាល់ខ្លួនជាជាងពិភពលោកដែលស្ថិតនៅជុំវិញពួកគេយើងកាន់ទូរស័ព្ទរបស់យើងច្រើនជាងយើងចាប់កាន់យកការសន្ទនាដ៏ពិតប្រាកដ
និងចំពោះគ្នាទៅវិញទៅមកទៅទៀតយើងមមាញឹកយ៉ាងខ្លាំងក្នុងការសម្លឹងមើលទៅលើអេក្រង់ទូរស័ព្ទនិងផ្សារភ្ជាប់ទៅនឹងទំនាក់ទំនងតាមបែប Digital ដែលធ្វើឲ្យយើងភ្លេចគិតអំពីបរិស្ថាននៅជុំវិញខ្លួនយើងវាហាក់ដូចជាមនុស្សម្នាទាំងឡាយពេញចិត្តនឹងទទួលយកបទពិសោធន៍ពីហេតុការណ៍ណាមួយតាមរយៈកាមេរ៉ាជាជាងដោយភ្នែករបស់ពួកគេផ្ទាល់ដើម្បីរីករាយនៅអ្វីដែលស្ថិតនៅចំពោះមុខគេទៅទៀតអ្នកចូលរួមទស្សនាការប្រគំតន្ត្រីត្រូវបានបំភ្លឺដោយពន្លឺអេក្រង់ទូរស័ព្ទរបស់ពួកគេទៅវិញនេះមិនមែនមានន័យថាយើងមិនគួរថតយកអនុស្សាវរីយ៍នៃពេលវេលាដ៏មានតម្លៃទាំងនេះទុកទេប៉ុន្តែការរស់នៅតាមរយៈកញ្ចក់អេក្រង់ទាំងអស់នេះបានរារាំងយើងពីវត្តមាននៃការរស់នៅក្នុងបច្ចុប្បន្នរបស់យើងបានយ៉ាងពិតប្រាកដនៅពេលយើងនៅតែបន្តបង្វែរអារម្មណ៍ខ្លួនឯងចេញពីបច្ចុប្បន្នភាពខណៈនោះយើងកាន់តែទួលនៅពេលយើងនៅតែបន្តបង្វែរអារម្មណ៍ខ្លួនឯងចេញពីបច្ចុប្បន្នភាពខណៈនោះយើងកាន់តែទទួលរងនៅការថប់បារម្ភភ័យខ្លាចនិងពោរពេញទៅដោយភាពតានតឹងការព្រួយបារម្ភបានគ្របដណ្ដប់មកលើជីវិតប្រចាំថ្ងៃរបស់យើងដោយសារតែពេលនេះយើងត្រូវបានរៀបចំឲ្យស្ថិតនៅក្នុងកន្លែងមួយផ្សេងទៀតជាជាងរស់នៅកន្លែងនេះលើសពីនេះទៅទៀតនោះយើងថែមទាំងបានប្រងើយកន្តើយចំពោះបណ្ដាមនុស្សដែលនៅជុំវិញខ្លួនយើងហើយទំនាក់ទំនងផ្ទាល់ខ្លួនរបស់យើងក៏នឹងត្រូវរងនៅផលអវិជ្ជមានផងដែរនេះហើយជាមូលហេតុដែលធ្វើឲ្យយើងមានអារម្មណ៍តានតឹងដាច់ទំនាក់ទំនងនិងវង្វេងគោលដៅលែងយល់លែងស្គាល់ពីខ្លួនឯងរំញ័ររបស់យើងត្រូវបានបន្ទាបចុះព្រោះយើងមានអារម្មណ៍ហាក់ដូចជាកំពុងស្ថិតនៅក្នុងសភាពនៃការស្រមើស្រមៃមួយចំនួនដែលមិនសមស្របគ្នាជាមួយនឹងការពិតដែលយើងកំពុងរស់នៅក្នុងពេលនេះដូចនេះដែរយើងបានត្រឡប់ទៅរស់នៅក្នុងអតីតកាលវិញនិងភ័យខ្លាចចំពោះអនាគតកាលនិងបានបង្កើតឧបសគ្គនៅក្នុងខួរក្បាលរបស់ខ្លួនយើងបានលះបង់ថាមពលដែលពោរពេញទៅដោយភាពច្នៃប្រឌិតទៅលើគំនិតដ៏បំផ្លិចបំផ្លាញនានាហើយហេតុនេះហើយទើបបានជាវាបង្កឲ្យមានភាពវឹកវរនៅក្នុងជីវិតរបស់យើងដូច្នោះបានឥឡូវនេះគឺជាពេលវេលាមួយគត់ដែលអ្នកមានការបើអតីតកាលរបស់អ្នកបានកន្លងផុតទៅហើយគឺវាលែងមានតទៅទៀតហើយបើទោះបីជាអ្នកខំបង្កើតវាឡើងមកវិញតាមរយៈខួរក្បាលរបស់អ្នកប៉ុន្មានដងក៏ដោយអនាគតទាំងនោះមិនទាន់បានមកដល់នៅឡើយទេប៉ុន្តែជាថ្មីម្ដងទៀតដែលអ្នកកំពុងតែទាញខ្លួនទៅដល់ទីនោះតាមរយៈខួរក្បាលរបស់អ្នកថ្ងៃស្អែកនឹងចូលមកคล้ายខ្លួនធ្វើជាថ្ងៃនេះហើយនៅក្នុងចំណោមយើងភាគច្រើនមិនទាំងបានចាប់អារម្មណ៍ពីវាឡើយគ្មានអ្វីដែលមានតម្លៃជាងគ្រាបច្ចុប្បន្ននេះឡើយពីព្រោះថាអ្នកនឹងគ្មានថ្ងៃអាចយកត្រឡប់មកវិញបានជាដាច់ខាតអ្នកអាចនឹងបង្កើនការចងចាំមួយដែលអ្នកអាចមើលឃើញនិងអាចដើរត្រឡប់ទៅលើផ្លូវដដែលបានក៏ពិតមែនប៉ុន្តែជាក់ស្ដែងអ្នកមិនអាចជួបប្រទះនឹងវាជាថ្មីម្ដងទៀតបានជាដាច់ខាតចូលអ្នកសាក់គិតអំពីពេលវេលាណាមួយដែលអ្នកបានភ្លេចសម្លឹងទៅមើលកាន់ប្រណិចនាឡិការបស់អ្នកឬក៏ទូរស័ព្ទរបស់អ្នកទាំងស្រុងទៅមើលវាប្រហែលជាអាចមកពីអ្នកបាននៅក្បែរមនុស្សដែលអ្នកស្រឡាញ់ឬក៏ធ្វើអ្វីមួយដែលអ្នកពេញចិត្តអ្នករវល់យ៉ាងខ្លាំងក្នុងគ្រានោះដែលធ្វើឲ្យអ្នកគ្មានពេលទៅខ្វល់ខ្វាយពីអតីតកាលឬអនាគតកាលអ្វីឡើយអ្នកគ្រាន់តែរីករាយនឹងកន្លែងដែលអ្នកកំពុងនៅប៉ុណ្ណោះនេះហើយជាអ្វីដែលត្រូវបានគេស្គាល់ថាជាបច្ចុប្បន្នកាលនោះ